ដំណើររឿងនិងបទចម្រៀងឋានសួគ៌ស្រែកច្រៀងពីភាពឧត្តមនៃព្រះជាម្ចាស់ជាយ៉ាងណានោះផ្ទៃមេឃក៏លាន់នឹងរំពងឡើងយ៉ាងនោះដែរមើលណោស្នាព្រះហស្ថនៃព្រះជាម្ចាស់បានបង្កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃមួយយប់ទៅមួយយប់ទាំងអស់និយាយមកកាន់យើងទំនុកដំកើងជំពូក19ខ1ដល់ខ2ព្រះជាម្ចាស់បានសរសេរចុះថាយើងស្រឡាញ់អ្នកព្រះអង្គបានសរសេរពាក្យពេចន៍នេះនៅលើផ្ទៃមេឃនិងផែនដីហើយនឹងបាតសមុទ្រផងដែរទ្រង់បានសរសេរព្រះបន្ទូលទ្រង់គ្រប់ទិសទីទាំងអស់ពីព្រោះព្រះអង្គបានបង្កើតរបស់ទាំងអស់នៅក្នុងពិភពលោករបស់ទ្រង់ដើម្បីនឹងឆ្លុះបញ្ចាំងមកទ្រង់វិញដូចជាកញ្ចក់មួយដើម្បីបង្ហាញឲ្យយើងដឹងពីទ្រង់ថាទ្រង់មានភាពជាយ៉ាងណាជួយឲ្យយើងស្គាល់ទ្រង់និងនាំឲ្យចិត្តយើងបានរីករាយឡើងផងដែរគឺរីករាយដូចជាកូនឆ្មាដែលដេញចាប់កន្ទុយខ្លួនឯងឬដូចជាផ្កាព្រៃពណ៌ក្រហមដុះជាច្រើននិងដូចជាត្រីផ្សោតដែលហែលលេងក្នុងទឹកអញ្ចឹងព្រះជាម្ចាស់ក៏បានរៀបចំពាក្យពេចន៍ឡើងហើយពាក្យពេចន៍នោះជាព្រះបន្ទូលទ្រង់ដែលទ្រង់បានសរសេរចុះជាសៀវភៅដែលយើងហៅថាព្រះគម្ពីរសពថ្ងៃនេះមានមនុស្សខ្លះបានគិតថាព្រះគម្ពីរគឺជាសៀវភៅក្រឹតវិន័យប្រាប់អ្នកនៅអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើប្រកបណាស់ក្នុងព្រះគម្ពីរពិតជាមានក្រឹតវិន័យមួយចំនួនមែនដែលបង្ហាញដល់អ្នកអំពីអ្វីៗដែលសំខាន់សម្រាប់ជីវិតរបស់អ្នកប៉ុន្តែគោលការណ៍សំខាន់នៃព្រះគម្ពីរមិនមែនសំដៅទៅលើអ្វីដែលអ្នកត្រូវធ្វើឬមិនត្រូវធ្វើនោះទេតែព្រះគម្ពីរបានសម្ដែងអំពីព្រះជាម្ចាស់ហើយនឹងអ្វីដែលព្រះជាម្ចាស់បានធ្វើវិញមានមនុស្សផ្សេងទៀតបានគិតថាព្រះគម្ពីរគឺជាសៀវភៅនិយាយអំពីរឿងអ្នកក្លាហានដែលបង្ហាញឲ្យអ្នករាល់គ្នាត្រូវយកគំរូតាមព្រះគម្ពីរពិតជាបាននិយាយអំពីអ្នកក្លាហានមួយចំនួននៅក្នុងនោះមែនប៉ុន្តែអ្នកនឹងបានឃើញនាពេលឆាប់ៗនេះមានមនុស្សមួយចំនួនធំទៀតនៅក្នុងព្រះគម្ពីរមិនមែនជាអ្នកក្លាហានទេពួកគេបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមួយចំនួនដែរជួនកាលដោយមានចេតនាផងពួកគេមានការតក់ស្លុតហើយក៏រត់គេចបាត់ទៅហើយមានពេលខ្លះគេក៏មានចិត្តអាក្រក់កាចសាហាវផងដែរមិនដូច្នោះឡើយព្រះគម្ពីរមិនមែនជាសៀវភៅក្រឹតវិន័យឬជាសៀវភៅនិយាយពីអ្នកក្លាហាននោះឡើយស្ទើរតែទាំងមូលព្រះគម្ពីរគឺជាដំណើររឿងមួយគឺជាដំណើររឿងប្រថុយប្រថានមួយដែលស្ដីអំពីកុមារក្លាហានម្នាក់ដែលបានមកពីប្រទេសឆ្ងាយដើម្បីនឹងប្រមូលទ្រព្យសម្បត្តិដែលគាត់បានបាត់បង់មកវិញជាដំណើររឿងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះកុមារម្នាក់នោះដែលបានចាកចេញពីវាំងខ្លួននិងអ្វីៗទាំងអស់ដើម្បីមកជួយរំដោះអស់អ្នកដែលទ្រង់ស្រឡាញ់ដំណើររឿងនេះគឺប្រៀបដូចជារឿងនិទានដ៏អស្ចារ្យដែលបានคล้ายមកជាការពិតក្នុងជីវិតមួយអញ្ចឹងតើអ្នកឃើញទេចំណុចដ៏ប្រសើរបំផុតក្នុងដំណើររឿងនេះគឺត្រង់ថាដំណើររឿងនេះជារឿងដ៏ពិតមានរឿងជាច្រើននៅក្នុងព្រះគម្ពីរប៉ុន្តែរឿងទាំងអស់នោះបាននិយាយសង្ខេបជារឿងដ៏ធំតែមួយគឺជាដំណើររឿងដែលបញ្ជាក់ប្រាប់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះកូនស្ងួនភ្ញារបស់ព្រះអង្គហើយបានយាងចុះមកដើម្បីសង្គ្រោះពួកគេមានតែព្រះគម្ពីរទាំងមូលទេទើបអាចនិទានរឿងមួយនេះបានហើយនៅកណ្ដាលដំណើររឿងនិទាននេះមាននិយាយពីទារកតូចមួយរឿងទាំងអស់ក្នុងព្រះគម្ពីរបាននិយាយខ្សឹបខ្សៀវពីព្រះនាមទ្រង់ព្រះអង្គគឺជាតួអង្គដ៏សំខាន់ណាស់ដែលមិនអាចដកចេញបានឡើយក្នុងការផ្ដល់នូវដំណោះស្រាយជាតួឯកដែលតភ្ជាប់លើរាល់តួអង្គទាំងអស់ហើយគ្រាន់តែមួយរំពេចនោះអ្នកអាចនឹងឃើញពីរូបភាពដ៏ស្រស់បំព្រងនោះបានព្រះអង្គមិនមែនជាទារកធម្មតាទេព្រះអង្គគឺជាព្រះរាជបុត្រាដែលមនុស្សគ្រប់គ្នាត្រូវការព្រះអង្គគឺជាព្រះរាជបុត្រាដែលថ្ងៃមួយប៉ុន្តែសូមបងអង្គចាំសិនដំណើររឿងនិទានរបស់យើងចាប់ផ្ដើមដូចរឿងល្អៗទាំងអស់គឺចាប់ផ្ដើមពីដើមដំបូងមក